យើងមានពីភាគីថៃតាំងចិត្តថានឹងមិនចរចាការទូតភាគីថៃតាំងចិត្តថានឹងវាយខ្ទេចនៅកម្លាំងយោធារបស់ខ្មែរហើយយើងឮពីលោកសំរងស៊ីអំពាវនាវឲ្យប្រជាពលរដ្ឋកងទ័ពងើបឡើងដើម្បីកំទេចដូររបបក្រមគ្រួសារតកូលហ៊ុនដូច្នេះយើងមានពីរហ្នឹងតើអាចទេដែលលោកសំរងស៊ីអនុវត្តស្តៀងនឹងលោកហ៊ុនសែនអនុវត្តកាលពីគាត់រត់ទៅវៀតណាមហើយចូលដៃជាមួយវៀតណាមដើម្បីបកមកវិញអាចនឹងលោកសំរងស៊ីទៅចូលដៃនៅពេលដែលឆក់ឱកាសដែលប្រទេសថៃកំពុងតែតាំងចិត្តថានឹងបង្ក្រាបកម្លាំងទ័ពរបស់លោកហ៊ុនសែនហ្នឹងទេអាចធ្វើចឹងទៅរួចដែរទេហើយបើសិនជាមិនធ្វើចឹងទេគ្រាន់តែការអំពាវនាវរបស់លោកហ៊ុនរបស់លោកសំរងស៊ីនឹងតើមានបានប្រយោជន៍ដែរទេបញ្ជាក់ឲ្យច្បាស់ទី1លោកហ៊ុនសែនរត់ទៅវៀតណាមគឺរត់យករួចខ្លួនហើយត្រូវវៀតណាមប្រើប្រាស់ឲ្យឈ្លានពានកម្ពុជាមិនមែនដោយលោកហ៊ុនសែននិយាយថាគាត់ទៅពឹងវៀតណាមមករំដោះទេអត់ទេការឈ្លានពានកម្ពុជាគឺជាផែនការរបស់វៀតណាមសុទ្ធសាធហ៊ុនសែនគ្រាន់តែជាឧបករណ៍ឈ្លានពានរបស់វៀតណាមហើយឧបករណ៍នេះនៅតែប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្នចំណែកលោកសំរងស៊ីអត់ចោះចូលជាមួយភាគីបរទេសណាទេរឿងថៃគេចង់ធ្វើអីលើលោកហ៊ុនសែននោះជាគំនុំអ្នកនយោបាយថៃជាមួយហ៊ុនសែនពីព្រោះគំនុំនយោបាយគំនុំផលប្រយោជន៍រវាងក្រុមគ្រួសារហ៊ុននិងក្រុមគ្រួសារអ្នកនយោបាយថៃវាច្រើនណាស់អត់មានពាក់ព័ន្ធទៅនឹងលោកសំរងស៊ីទេចំណែកលោកសំរងស៊ីនិយាយអំពីការបដូរលោកហ៊ុនសែនពីព្រោះលោកសំរងស៊ីមើលឃើញថាទី1មានហ៊ុនសែនមានសង្គ្រាមមានហ៊ុនសែនបរទេសជិតខាងនៅតែឈ្លានពាននៅតែវាយធ្វើបាបប្រជាពលរដ្ឋខ្មែរពីព្រោះហ៊ុនសែននិងក្រុមគ្រួសារហ៊ុនអត់ហ៊ានប្រើយន្តការអន្តរជាតិដើម្បីតតាំងទី2មានហ៊ុនសែនបើបរទេសជិតខាងមិនវាយមិនឈ្លានពានគឺហ៊ុនសែនខ្លួនឯងហ្នឹងធ្វើបាបប្រជាពលរដ្ឋនៅក្នុងស្រុកយំរហេមរហាមក្រីក្រវេទនាវត្តកោដោយបំណុលតែម្ដងដូច្នេះការមើលឃើញរបស់លោកសំរងស៊ីក្នុងការផ្លាស់ប្ដូរអំណាចក្រុមគ្រួសារហ៊ុនគឺជាការសង្គ្រោះប្រទេសកម្ពុជាឲ្យមានរដ្ឋាភិបាលមួយដែលការពារកម្ពុជាពីការឈ្លានពានរបស់បរទេសជិតខាងខ្ញុំសូមបញ្ជាក់ម្ដងទៀតថារឿងបរទេសជិតខាងជាមួយលោកហ៊ុនសែនមិនពាក់ព័ន្ធអ្វីជាមួយលោកសំរងស៊ីហើយលោកសំរងស៊ីក៏មិនពាក់ព័ន្ធអ្វីក្នុងការខុបគិតជាមួយនឹងបរទេសណានោះដែរសំរងស៊ីគាត់បំពេញបេសកកម្មផ្ដោតតែទៅលើការសង្គ្រោះប្រទេសកម្ពុជាដែលគាត់ជាជនជាតិខ្មែរម្នាក់និងជាមេដឹកនាំនៃអ្នកប្រជាធិបតេយ្យម្នាក់អំពីយុទ្ធសាស្ត្ររបស់លោកសំរងស៊ីថាតើគាត់ធ្វើយ៉ាងដូចម្ដេចដើម្បីជោគជ័យរឿងនេះយើងពិបាកនិយាយខ្លាំងណាស់ដែលរបៀបណាពីណាទៅណាប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបាននៅត្រង់ថាលោកសំរងស៊ីគាត់មានពេលវេលាមានការគិតគូរអំពីការអនុវត្តយុទ្ធសាស្ត្រហើយក៏មានតាក់ទិកនៅក្នុងការបំពេញបេសកកម្មរបស់គាត់ស្របតាមផែនការដែលយើងដាក់ចេញហើយផែនការដែលយើងដាក់ចេញគឺការប្រើសេរីភាពស្របច្បាប់របស់មនុស្សខ្មែររបស់ជនជាតិខ្មែរដើម្បីរួមគ្នាសង្គ្រោះប្រទេសកម្ពុជាយើងអត់មានទៅធ្វើសត្រូវជាមួយនរណាទេក៏ប៉ុន្តែដូរអ្នកដែលបំផ្លាញជាតិចេញហើយជំនួសវិញអ្នកដែលគិតគូរអំពីបញ្ហាជាតិខ្ញុំអាចឆ្លើយបានតែប៉ុណ្្នឹងទេតាក់ទងទៅនឹងយុទ្ធសាស្ត្របាទអរគុណឥឡូវនេះចង់សួរលោកសេងវលីតាក់ទងនឹងរឿងសកម្មភាពឬមួយក៏កម្លាំងរបស់ថៃទៅវិញថៃយើងដឹងទាំងអស់គ្នាហើយប្រហែលជាកំពុងតែស្អប់លោកហ៊ុនសែននឹងសម្បើមណាស្អប់នឹងគឺក្រៅទៅពីរឿងបង្កឲ្យមានអរិភាពពីរឿងមានអស្ថិរភាពពីរឿង cyber crime ការបោកប្រាស់លើអ៊ីនធឺណិតការអក្រិតកម្មឆ្លងដែនអីជាដើមនេះអ្វីដែលយើងមើលឃើញថាពួកអ្នកនយោបាយថៃដែលកំពុងតែខឹងលោកហ៊ុនសែននេះគឺការដែលធ្វើឲ្យនយោបាយថៃដែលគេកំពុងតែរៀបចំឲ្យស្ដារប្រជាធិបតេយ្យឡើងវិញដកខ្លួនចេញពីការគ្រប់គ្រងរបស់យោធាថៃហ្នឹងអ្វីដែលលោកហ៊ុនសែនធ្វើនេះធ្វើឲ្យអ្នកនយោបាយថៃមួយចំនួនដែលខ្ញុំបានឮ
អ្នកនយោបាយមួយចំនួនចោទលោកលោកហ៊ុនសែនថាជាមនុស្សចង្រៃដែលទៅបំផ្លាញគ្រឹះដែលពួកគេកំពុងតែខំកសាងរំដោះខ្លួនចេញពីនឹមគ្រប់គ្រងរបស់យុទ្ធខាងសឹកខាងទាហានហ្នឹងឥឡូវហ្នឹងអ្វីដែលលោកហ៊ុនសែនបានធ្វើនេះបានប្រែក្លាយឲ្យការសង្ឃឹមរបស់បញ្ញវន្តថៃរបស់អ្នកនយោបាយឈានមុខថៃមានលោកពីតាអីជាដើមហ្នឹងឲ្យកំពុងទៅជួបបញ្ហាទៅវិញគឺមានន័យថាការដែលលោកបានចាក់ខ្សែវីដេអូចាក់សំឡេងឆ្លើយឆ្លងរវាងផែថងខានជាមួយលោកឯនឹងដែលធ្វើឲ្យទីបំផុតទៅយោធាថៃចាប់ផ្ដើមងើបឡើងមកវិញហើយធ្វើឲ្យរដ្ឋាភិបាលរបស់ផែថងខាននឹងបានត្រូវទីរំលាយចោលជាដើមធ្វើឲ្យកម្លាំងថៃនឹងចាប់ផ្ដើមមានកម្លាំងខាងយោធាថៃក្រុមសឹកនឹងឡើងចាប់ផ្ដើមមានអំណាចឡើងវិញនេះគឺជាការមួយដែលធ្វើឲ្យក្រមអ្នកនយោបាយឈានមុខក្រមអ្នកនយោបាយprogressive ឬមួយក៏ moving forward party នោះ forward party របស់ថៃនោះគឺចាប់ផ្ដើមមានការអត់សពុនចិត្តជាដើមហើយគេអន់ចិត្តខ្លាំងណាស់ចំពោះអ្វីដែលលោកហ៊ុនសែនបានធ្វើនេះដូច្នេះយើងឮការតាំងចិត្តរបស់ថៃថានឹងបង្ក្រាបកំតិចកម្លាំងយោធាខ្មែរអីនឹងជាដើមនឹងបូករួមចេញពីកំហឹងរបស់ពួកគេដែលគេអន់ចិត្តដែលទៅកលុកស្ថានភាពនយោបាយរបស់គេធ្វើទៅប្រទេសថៃវាពាក់ព័ន្ធទៅដល់កលុកស្ថានភាពនយោបាយថៃដែលធ្វើឲ្យក្រមយោធាអាចមានព្រៀបជាងក្រមស៊ីវិលឡើងវិញនឹងវាតាក់ទងទៅថៃមែនប៉ុន្តែយើងឃើញហើយយើងជាប្រទេសភូមិផងរបងជាមួយវាមានអសន្តិសុខតំបន់វាមានការប៉ះទង្គិចដល់ប្រជាពលរដ្ឋខ្មែរខ្លួនឯងនឹងតែម្ដងដូច្នេះសំណួរជាក់លាក់របស់ខ្ញុំទៅលោកសេងវ៉ាន់លីតើអកតាអន់ចិត្តពីអ្នកនយោបាយថៃកតាដែលថៃតាំងចិត្តថានឹងមិនចរចាជាមួយខ្មែរទេកតាដែលថៃថានឹងបង្ក្រាបសមត្ថភាពយោធារបស់ខ្មែរនឹងអាចទៅរួចទេឬមួយក៏គ្រាន់តែជាការដែលសារនយោបាយឡងសម្ដីបន្លាចោលទេលោកសេងវាសម្រាប់ខ្ញុំគិតថាវាក៏ជាសារដើម្បីបង្ហាញអំពីភាពតាំងតែងនិងមឹងម៉ាត់នៅក្នុងការពារអធិបតេយ្យហើយវាជាសារដែលមានចេតនានយោបាយដើម្បីធ្វើយ៉ាងណាឲ្យក្រមយោធានឹងត្រឡប់មកមានអធិបតេយ្យនៅក្នុងការសម្រេចផ្នែកនយោបាយថៃឡើងវិញហើយលោកកាន់បុតលើកឡើងហើយថាថៃប្រហែលជាអាចខឹងនឹងស្អប់លោកអនុយមត្រីហ៊ុនសែនដោយសារតែការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ថៃដែលឈានទៅដល់ការដកតំណែងនាយករដ្ឋមន្ត្រីនិយាយទៅ200ហើយគឺលោកស៊ីថាទៅវីស៊ីនអាចនឹងមិនតាក់ទងដោយត្រង់ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទេអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនទេក៏ប៉ុន្តែលោកស្រីផៃតងថាននេះគឺវាពាក់ព័ន្ធប៉ុន្តែវាមើលទៅហាក់បីដូចជាកំហឹងដែលកាត់ជាអំពីការលូកលាន់កិច្ចការផ្ទៃក្នុងតែសម្រាប់ខ្ញុំមើលខ្ញុំគិតថាយោធាសប្បាយចិត្តទៅនឹងការបាត់បង់អធិបតេយ្យរបស់ក្រមលោកថាក់ស៊ីនហើយនឹងគណៈបកព្រឹទ្ធថៃព្រោះថានៅពេលដែលគណៈព្រឹទ្ធថៃមានអធិបតេយ្យលោកជិតបានលើកឡើងដែរថាសិទ្ធិសម្រេចចិត្តនៅក្នុងកិច្ចការនយោបាយគឺរដ្ឋាភិបាលស៊ីវិលនឹងមានខ្ពស់ហើយឱកាសដែលយោធាធ្វើសេចក្តីសម្រេចពាក់ព័ន្ធបញ្ហាសន្តិសុខហើយនឹងអធិបតេយ្យជាតិមានតិចនិយាយទៅរដ្ឋាភិបាលស៊ីវិលរឹងមាំការសម្រេចចិត្តផ្នែកយោធានឹងថយចុះនេះជាអ្វីដែលយោធាគាត់អនុចិត្តហើយគាត់ព្យាយាមធ្វើយ៉ាងណាដើម្បីត្រឡប់មកទៅដល់ការសម្រេចចិត្តផ្នែកនយោបាយដែលអាចការពារក្រមអភិរក្សចេញអំពីឆាកនយោបាយឬក៏អាចនៅតែពាក់ព័ន្ធក្នុងការសម្រេចចិត្តផ្នែកនីតិបញ្ញត្តិដូចជាសភានិងសមាជិកសភាជាដើមដូច្នេះវាជារឿងដែលហុចផលដល់ក្រមអភិរក្សជាពិសេសយោធានៅពេលដែលលោកអនុយមត្រីនោះទៅលុកលាន់កិច្ចការផ្ទៃក្នុងរបស់ថៃដែលកើតចេញអំពីទំនាស់ផលប្រយោជន៍រវាងគ្រួសារទាំងពីរគ្រួសារលោកអនុយមត្រីលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងគ្រួសារលោកថាក់ស៊ីនវាហុចផលឲ្យក្រមព្រះអនុយមនឹងយកអាបញ្ហាទាំងហ្នឹងដើម្បីបង្ហាញថាជាការឆ្លើយតបដោយកំហឹងដែលកើតចេញអំពីការលុកលាន់បញ្ហាផ្ទៃក្នុងហើយនេះជារឿងដែលអាចទាក់ទាញប្រជាប្រិយភាពនៅក្នុងចំណោមប្រជាពលរដ្ឋថៃបានច្រើនថាបញ្ហាព្រំដែនបញ្ហាសន្តិសុខនិងអធិបតេយ្យជាតិរដ្ឋថៃបាលស៊ីវិលមិនមានសមត្ថភាពក្នុងការដោះស្រាយទេតទៅយោធាហើយវាបង្កើតទៅជា pretext ចង់ជាមូលហេតុដែលសមរម្យសម្រាប់អង្គព្រះមហាក្សត្រផងដែរក្នុងការចេញច្បាប់អាញាសិទ្ធិផ្ដល់សិទ្ធិគ្រប់បែបយ៉ាងនៅក្នុងការសម្រេចបញ្ហាព្រំដែនហើយនឹងការធ្វើការឆ្លើយតបដោយកម្លាំងចូលទៅឈានជាតិអធិបតេយ្យរបស់កម្ពុជា
សម្រាប់ខ្ញុំមើលឃើញថាដោយលោកគាត់បានលើកឡើងវាជា head poll មួយដែលធ្វើឲ្យក្រមយោធាវិលត្រឡប់មកសិទ្ធិសម្ដេចផ្នែកនយោបាយដែលធ្វើឲ្យការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានឹងឈានទៅដល់ការប្រើកម្លាំងបញ្ហាមួយទៀតដែលសំខាន់ហើយយើងបានវិភាគស្រាយញឹកញាប់ហើយថ្ងៃនេះលោកកឹមសុខបានលើកឡើងដែរកាលពីប្រហែលសប្តាហ៍មុននៅពេលដែលយើងជជែកនៅក្នុងកម្មវិធីវេទិកាទូទៅអាស៊ីសេរីក៏បានជជែកទៅប៉ុនឬគល់នៃបញ្ហាសង្គ្រាម5ថ្ងៃហើយនឹងយើងបានធ្វើស្អីសង្ឃានថានឹងមានសង្គ្រាមបន្តទៀតហើយវាកាត់ប្រកបមូលហេតុនៃការជឿទៅដល់ការប្រើកម្លាំងបង្ក្រប់ពីភាគីថៃនៅថ្ងៃនេះវាកើតចេញអំពីការពាក់ព័ន្ធទៅនឹងឧស្សាហកម្មឆបបកតាមអនឡាញជួញដូរមនុស្សរបស់អិសរាជមន្ត្រីចុងពោះរបស់កម្ពុជាបើសិនគ្មាន head poll នេះទេទោះជាថៃមានចេតនានៅក្នុងការក្តាប់ដែលអធិបតេយ្យរបស់កម្ពុជាឬដែលថៃចាត់ទុកថាជាតំបន់ដែលមានចំនួនជាមួយកម្ពុជាទាំងអស់បើមាន head poll ពាក់ព័ន្ធឧស្សាហកម្ម scamming ដែលពាក់ព័ន្ធជាមួយនឹងក្រមអិសរាជជននយោបាយចុងខ្ពស់កម្ពុជាទេគឺថៃមិនមានឱកាសក្នុងការយក head poll ទៅបង្កសង្គ្រាមទេចង់និយាយវាស្ដាប់បាត់ឡើងហេតុអីចំនួនសហេតុបានពេលនេះថៃក៏ប្រើប្រាស់កម្លាំងបែបខ្លាំងបុគ្គលកម្ពុជាតែចំនួនឆ្នាំ2008ដល់ឆ្នាំ2011កាលដែលកម្ពុជាស្នើដាក់ប្រសាទវិហារនៅក្នុងមរតកUNESCO ហើយនឹងស្នើឲ្យICJ បកស្រាយឡើងវិញនៅសាលក្រមនៅសាលដីកាឆ្នាំ1962ហេតុអីបានមានតែការប្រជុំមុខដាក់គ្នាផ្នែកអាវុធរយៈពេលខ្លីអត់ទ្រង់ទ្រាយធំដូចពីថ្ងៃទេហេតុអីដោយសារតែថៃគាត់អត់មាន head poll គ្រប់គ្រាន់ធ្វើតែគាត់មានចេតនានៅក្នុងការក្តាប់ឈ្លានពានកម្ពុជាក៏ដោយគាត់មាន head poll គ្រប់គ្រាន់ដើម្បីវាយបង្ក្រប់យកទីតាំងដូចបច្ចុប្បន្ននេះទេតែពេលនេះគាត់មាន head poll គ្រប់គ្រាន់ទី1លោកចាត់វត្តលើកឡើងគាត់បង្ហាញពីកំហឹងចាស់ស្ដែងគាត់អត់ខឹងគាត់សប្បាយចិត្តទី2រដ្ឋាភិបាលលន់នេះខ្លួនឯងជាមួយយោធាអាចផ្ដល់ head poll គ្រប់គ្រាន់ដល់មជ្ឈដ្ឋានអន្តរជាតិថាជាការឆ្លើយតបទៅរបបភ្នំពេញទី1ពាក់ព័ន្ធទៅនឹងបញ្ហា scamming យើងឃើញព្យាយាមនៅពេលដែលឈ្លានពានកម្ពុជាសារដែលគេផ្ញើចេញហ្នឹងគឺបង្ហាញឲ្យអន្តរជាតិមើលថាកម្ពុជាអិសរាជជននយោបាយកម្ពុជានឹងពាក់ព័ន្ធទៅនឹងឧស្សាហកម្មដែលបំផ្លាញដល់សេដ្ឋកិច្ចសង្គមរបស់ថៃហើយសួរថាបរទេសគេជឿអត់ដោយសារកន្លងមកនេះមជ្ឈដ្ឋានអន្តរជាតិអាមេរិកអង់គ្លេសកូរ៉េខាងត្បូងជប៉ុនថៃសិង្ហបុរីប្រទេសទូទាំងពិភពលោកជឿថាអិសរាជជនចុងពោះរបស់របបភ្នំពេញពាក់ព័ន្ធនឹងបញ្ហា scamming ប្រជាពលរដ្ឋគេរងផលប៉ះពាល់ពីឧស្សាហកម្មនេះយ៉ាងធំយ៉ាងខ្លាំងរហូតដល់ជិតទៅដល់ការបង្កករឹបអូសដាក់ទណ្ឌកម្មហើយព្យាយាមដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាឲ្យដោះស្រាយឲ្យស៊ីជម្រៅជារួមបញ្ហាឆបោកនឹងការលាងលើកខ្វក់វាគឺជាបាត់ដ៏ធ្ងន់ធ្ងរបំផុតមួយហើយវាបានคล้ายជាលេសរបស់ថៃក្នុងការប្រើប្រាស់ដើម្បីទៅឈ្លានពានកម្ពុជានៅក្នុងគោលដៅដើម្បីក្តៅក្តាប់តំបន់ដែលមានចំនួនមួយកម្ពុជាដោយទាត់ចោលនៅកិច្ចព្រមព្រៀងទាំងអស់ហើយបញ្ហាឆបោកតាមអនឡាញនេះបាននឹងកំពុងប៉ះពាល់ជាអវិជ្ជមានដល់សក្តានុពលគ្រប់វិស័យរបស់កម្ពុជាទាំងរយៈពេលខ្លីរយៈពេលវែងហើយដែលរបបភ្នំពេញយើងមើលព្យាយាមកិច្ចវេះមិនដោះស្រាយឲ្យចំឬក៏នៃបញ្ហាទេការប្រាជ័យនេះកាត់ចេញពីកង្វះទទួលខុសត្រូវប្រព័ន្ធត្រួតពិនិត្យនិងតុល្យភាពអំណាចដែលត្រូវរបបភ្នំពេញបំផ្លាញសម្ដៅរក្សានៅអំណាចដាច់មុខដោយគ្មានការរៀបរៀងយើងសង្កេតឃើញថាការរំលាយគណៈបក្សសង្គ្រោះជាតិការរដ្ឋបတ်សកម្មភាពអង្គការសង្គមស៊ីវិលនិងបណ្ដាញសារព័ត៌មានកិច្ចការបន្តរបស់គណៈបកកម្មានេះគឺធ្វើយ៉ាងណាដើម្បីបំភាន់សាធារណរដ្ឋនិងលាក់បាំងនៅអំពើទុច្ចរិតរបស់ក្រុមបកពួករបស់ខ្លួនដែលបច្ចុប្បន្នជាតិនិងរដ្ឋាភិបាលបរទេសបានផ្ដល់បញ្ជាច្បាស់លាស់ប៉ុន្តែមិនត្រឹមតែមិនដោះស្រាយទេថែមទាំងបដិសេធនៅរបាយការណ៍ទាំងអស់ហ្នឹងការប្រើប្រាស់ថវិកាដែលបានមកអំពីអាជីវកម្មឆបោកប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជនដើម្បីថ្មីសហការបង្កើតនឹងសហការសមាគមមូលនិធិផ្សេងៗរបស់កូនចៅអ្នកកាន់កាប់អំណាចហ្នឹងរួមទាំងការប្រំពៃតាមមន្ត្រីរាជការទ្រព្យសម្បត្តិរដ្ឋពុស្កម្មភាពរៀបរៀងដើម្បីបង្រួបស្មារតីពលរដ្ឋឲ្យជឿថាពេលនេះគឺជាសង្គ្រាមដែលកើតចេញពីការឈ្លានពានពិតប្រាកដប៉ុន្តែបើសិនយើងសិក្សាឲ្យបានច្បាស់លាស់វាជារឿងដែលផ្សារភ្ជាប់គ្នាដែលបង្កើតបានជា head poll ដែលសម្រាប់យើងមើលទៅវាអត់សម head poll ទេក៏ប៉ុន្តែសម្រាប់មជ្ឈដ្ឋានអន្តរជាតិការឈ្លានពានរបស់ថៃហ្នឹងមើលទៅគេគិតថាវាកើតចេញអំពីរបបភ្នំពេញដែរដូច្នេះខ្ញុំគិតថារដ្ឋាភិបាល
បច្ចុប្បន្នហ្នឹងហាក់បីដូចជាមិនបានដោះស្រាយបញ្ហាឬគល់ទាំងនេះទេហើយមិនត្រឹមតែប៉ុណ្្នឹងថែមទាំងទៅបដិសេធនិងទៅជួយចំណាត់ការទៅលើប្រជាពលរដ្ឋដែលមាននានាការផ្ទុយហើយក៏ចង់ចូលរួមចំណែកនៅក្នុងការការពារអនាគតហើយជាទុននីតិរបស់ប្រជាពលរដ្ឋគ្រប់រូបទៅវិញខ្ញុំគិតថាដល់រាបណាគ្មានផ្សព្វផ្សាយការផ្សព្វផ្សាយដូចខ្ញុំលើកឡើងហ្នឹងរវាងអ្នកនយោបាយទាំងរដ្ឋាភិបាលដែលក្នុងរដ្ឋប្រជាជនជាមួយនឹងក្រុមអ្នកនយោបាយប្រឆាំងខ្ញុំគិតថាបញ្ហាចំនួនរវាងព្រំដែនមិនថាជាមួយថៃជាមួយប្រទេសជិតខាងដទៃទៀតក៏នៅតែបន្តកើតមានហើយអ្នកដែលរងគ្រោះខ្លាំងបំផុតហ្នឹងគឺមិនមែនអ្នកនយោបាយទេគឺជាប្រជាពលរដ្ឋជនប្រជាពលរដ្ឋដែលគេរងគ្រោះកុមារគ្មានសាលារៀនមិនអាចរៀនបានពលរដ្ឋចាស់ជរាដែលភៀសខ្លួនដែលរងផលប៉ះពាល់ស្ត្រីក៏រងផលប៉ះពាល់ទាំងអស់នេះខ្ញុំគិតថានឹងបន្តកើតមានទៀតបើសិនជាគ្មានរដ្ឋាភិបាលមួយដែលមានតុល្យភាពគ្មានស្ថាប័នឯករាជ្យដែលត្រួតពិនិត្យនិងរក្សាតុល្យភាពនៃការសម្រេចចិត្តឬក៏ត្រួតពិនិត្យទៅលើការរំលោភអំណាចរបស់ស្ថាប័នរដ្ឋនោះទេបាទអរគុណឥឡូវនេះមានអ្នកហៅចូលមកម្នាក់ហើយលើកទី1ហើយដែលយើងមានប្រព័ន្ធដើម្បីឲ្យលោកអាចហៅចូលមកបានហើយដូច្នេះយើងភ្ជាប់លោកបានហើយលោកជាប្រិយមិត្តរបស់អាស៊ីសេរីមួយរូបសូមអញ្ជើញបាទសូមជួយដាក់សំណួរបាទលោកបាទហៅបាទនិយាយសួរបាទយើងលឺហើយបាទសូមជួយដាក់សំណួរចុះបាទអរគុណច្រើនបាទអញ្ចឹងជាដំបូងសូមលោកសុលពូជំរាបអូខេហើយនិយាយសួរបាទលោកបណ្ឌិតពីរូបដែលជាក្មិននៅក្នុងថ្ងៃនេះបាទហៅបាទមានសួរលោកបាទមានសួរលោកជឿចាប់បាទសូមអរគុណបាទអរគុណបាទអ្វីដែលខ្ញុំចង់លើកជាសំណួរថ្ងៃនេះដោយសារតែជាប្រធានបទក្តៅសម្រាប់កម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីថ្ងៃនេះផងដែរទូទាំងអាស៊ីសេរីចំពោះសំណួរដែលខ្ញុំចង់លើកឡើងគឺចង់សួរទៅវាគ្មិនលោកបណ្ឌិតកឹមសុខតកតងទៅនឹងការចេញសេចក្តីថ្លែងការណ៍របស់អាដាមសំរងស៊ីការចេញនេះតើការចេញសេចក្តីថ្លែងការណ៍ខណៈពេលដែលប្រទេសយើងជាក់ស្ដែងកំពុងតែវឹកវរកំពុងតែមានការប៉ះទង្គិចគ្នាក្តៅខ្លាំងជាងលើកទី1ជាងមុនណាតែវាអាចជាកម្មវត្ថុធ្វើឲ្យលោកអាដាមសំរងស៊ីនេះប៉ះពាល់ថមថយប្រជាប្រិយភាពឬក៏ប៉ះពាល់ទៅដល់អនាគតដែលគាត់អាចថាទទួលបានការគ្រប់គ្រងច្រើនដែរទេព្រោះខ្ញុំឃើញថោះទៅមានការខមមិនមិនពេញចិត្តច្រើនពីមតិហ្វេនក៏ដូចជាអ្នកគ្រប់គ្រងរបស់អាដាមសំរងស៊ីគាត់វាមានប៉ះពាល់តែអាដាមសំរងស៊ីតទេគឺទាំងអស់នៅក្នុងសមាជិកទៅជាថ្នាក់គ្រប់គ្រងរបស់រដ្ឋាភិបាល$20ហ្នឹងបាទហើយអញ្ចឹងជាកម្មវត្ថុដែលធ្វើប៉ះពាល់កាន់តែធ្ងន់ធ្ងរកាន់តែបាត់បង់ប្រជាប្រិយភាពទៅចង់ឲ្យលោកមិនចូលរួមបាទអរគុណលោកមែនតើបាទដល់សំណួរទី2សូមជើញបាទសូមជើញសំណួរទី2បាទហៅឡូបាទសូមជើញសំណួរទី2បាទសំណួរទី2បាទសំណួរទី2នោះខ្ញុំសួរចេះតាក់ទងទៅនឹងពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិ ICJ ដែលយើងឃើញថារដ្ឋាភិបាលបានព្យាយាមជូនដំណឹងទៅហើយក៏ប៉ុន្តែចង់សួរលោកបណ្ឌិតថាខ្ញុំតអាចជួយប្រាប់បានទេថាដំណើរការហ្នឹងគឺប្រសេសទៅដល់ដំណាក់កាលណាហើយមែនតើវាពិតឬក៏យ៉ាងម៉េចពាក្យបណ្ដឹងពាក្យបណ្ដឹងហ្នឹងអាហ្នឹងទី2បាទអរគុណឥឡូវសំណួរទី2ខ្ញុំសួរសំណួរទី2សិនកាន់លោកបណ្ឌិតទៅសំណួរទៅក្រោយសំណួរទី2នោះគាត់សួររដ្ឋាភិបាលណាដែលគាត់ដឹងសំណួរទី2ហ្នឹងគាត់សួរថាជូនដំណឹងហ្នឹងគាត់សំដៅទៅលើរដ្ឋាភិបាលក្រុងភ្នំពេញឬរដ្ឋាភិបាលលោកសំរងស៊ីបាទលោកកឹមសុខបានសួរលោកវិញថាសំណួរទី2លោកសួរនឹងតើចង់សួររឿងរដ្ឋាភិបាលណាមួយរដ្ឋាភិបាលក្រុងភ្នំពេញប្តឹងឬមួយក៏រដ្ឋាភិបាល$23បាទតែទាំងពីរដំណើរការនឹងដល់ណាហើយទាំងពីរណាតែរដ្ឋាភិបាលកម្ពុជាហើយនឹង$23ហ្នឹងតើដំណើរការដល់ណាហើយឬក៏គ្រាន់តែលៀងបានផ្សព្វផ្សាយដំណឹងទេឬក៏អត់មានដំណើរទៅទេឬក៏យ៉ាងម៉េចចឹងណាសំណួរចុងក្រោយចង់សួរលោកបណ្ឌិតខ្ញុំតបបន្ថែមចុងក្រោយមួយសំណួរទៀតតើលោកអាចជួយប្រាប់បានទេថាតើនៅដល់ពេលនេះម៉ោងនេះស្ថាបនិករបស់ Green Bank គាត់នៅណាព្រោះតាមមើលព័ត៌មានទៅផ្សាយទាំងលក្ខណៈអន្តរជាតិវាអត់ដឹងថាគាត់នៅណាគឺតាមរូបមិនទាន់ឃើញអញ្ចឹងចង់ឲ្យលោកជួយប្រាប់មើលថា
ស្ថាបនិកគាត់នៅណាស្ថាបនិក print bank មកជាបាទអញ្ចឹងសូមជួបប៉ុណ្ណឹងសូមអរគុណបាទ បាទអរគុណបាទដូចខ្ញុំបានជម្រាបអញ្ចឹងខ្ញុំគិតថាសំណួរទី1នឹងសំខាន់មែនតើតាមពិតខ្ញុំសួរលោកកឹមសុខម្ដងរួចដែរហើយក៏ប៉ុន្តែមិនសួរចំតើវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកសំរងស៊ីអីប៉ុណ្ណានោះទេនៅពេលដែលលោកបានអំពាវនាវក្នុងគណៈដែលមានការឈ្លានពានពីប្រទេសពីក្រៅប្រទេសនេះសូមជើញសំណួរទី1ជាមុនបាទលោកកឹមសុខ ឆ្លើយនឹងសំណួរទី1ខ្ញុំសូមបញ្ជាក់ជូនបងដែលជាអ្នកសំណួរថាចំណុចទី1លោកសំរងស៊ីគាត់មានចរិតនយោបាយជាអ្នកប្រជាធិបតេយ្យបើកឲ្យមានការរិះគន់ជានិច្ចហើយប្រសិនបើលោកហ៊ុនសែនមានចរិតនយោបាយបើកឲ្យមានការរិះគន់ដោយមិនមានទោសពីសបាយនឹងអានពាក្យរិះគន់ស្ដាប់ពាក្យរិះគន់ទៅទៀតមិនដឹងថាប្រទេសកម្ពុជាយើងប្រសើរប៉ុណ្ណាទេចំណុចទី2រវាងប្រជាប្រិយភាពលោកសំរងស៊ីហើយនឹងដំណោះស្រាយបញ្ហាជាតិជាក់ស្ដែងលោកសំរងស៊ីគាត់ចេញសេចក្តីថ្លែងការណ៍នោះគាត់មិនមែនមិនដឹងទេគាត់យល់ចិត្តបងប្អូនមួយចំនួនថាចេញទៅមានការរិះគន់ដូច្នេះលោកសំរងស៊ីគាត់បែងចែកច្បាស់ថាប្រជាប្រិយភាពហើយនឹងដំណោះស្រាយលើបញ្ហាជាតិជាក់ស្ដែងគាត់ជ្រើសរើសយកដំណោះស្រាយបញ្ហាជាតិជាក់ស្ដែងពីព្រោះរឿងជាតិជារឿងធំរឿងគេរិះគន់គេមិនយល់គេរិះគន់សិនទៅមិនមែនជាបញ្ហាធំទេប៉ុន្តែការផ្ដល់យោបល់ឲ្យរកដំណោះស្រាយជាក់ស្ដែងសម្រាប់ស្ថានភាពកម្ពុជាគឺជារឿងចាំបាច់ហើយដំណោះស្រាយជាក់ស្ដែងខ្ញុំបានឆ្លើយម្ដងរួចទៅហើយថាលោកសំរងស៊ីបន្ទន់អរិយាប័ត្រស្ទើរតែអស់ហើយដើម្បីស្វែងរកការផ្សះផ្សាពង្រួមជាតិមួយជជែកចរចាតែលោកហ៊ុនសែនអត់បានខ្វល់ខ្វាយរឿងផ្សះផ្សាពង្រួមជាតិទេលោកហ៊ុនសែនឌឺដងមកវិញឌឺដងលោកសំរងស៊ីតែអារឿងផ្សេងដែលជារឿងបុគ្គលតែប៉ុណ្ណោះសំរងស៊ីក៏អត់បានឆ្លើយនឹងលោកហ៊ុនសែនរឿងបុគ្គលនោះផងដូច្នេះអ្វីដែលលោកសំរងស៊ីគាត់មើលឃើញថាហ៊ុនសែនកាលណានៅមានអំណាចមិនមែនជាអ្នកដោះស្រាយបញ្ហាទេក៏ប៉ុន្តែគឺជាអ្នកបង្កើតបញ្ហាគឺជាបណ្ដាញអក្រិតជនឆ្លងដែនអន្តរជាតិបំផ្លាញកម្ពុជាហើយបរទេសជិតខាងក៏មិនខ្លាចឈ្លានពានកម្ពុជាដែរពីព្រោះក្រោមការដឹកនាំរបស់ហ៊ុនសែនកម្ពុជាខ្សោយអញ្ចឹងហើយបានជាដំណោះស្រាយពិតប្រាកដដែលលោកសំរងស៊ីដាក់ចេញនៅពេលនេះបើទោះបីជាមានការរិះគន់ក៏ដោយតែដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងជូនប្រទេសកម្ពុជាផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរនិងការពារទឹកដីនៃប្រទេសកម្ពុជារឿងនេះជារឿងដែលសំរងស៊ីគិតហើយគិតទៀតចាំបាច់បំផុតជាងប្រជាប្រិយភាពរបស់លោកសំរងស៊ីហើយយើងខ្ញុំក៏មិនបារម្ភអំពីប្រជាប្រិយភាពលោកសំរងស៊ីដែរពីព្រោះអ្វីដែលជាផ្លូវដើររបស់លោកសំរងស៊ីគឺដើម្បីផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋសុខសាន្តអត់មានខ្វល់ខ្វាយរឿងប៉ះពាល់នឹងប្រជាប្រិយភាពទេសំណួរទី2តើរដ្ឋាភិបាលបានជូនដំណឹងហើយឬនៅគាត់សួរទាំងរដ្ឋាភិបាលទាំងពីររឿងរដ្ឋាភិបាលរបបក្រុងភ្នំពេញជូនដំណឹងហើយខ្ញុំឃើញគេជូនដំណឹងមែនប៉ុន្តែខ្ញុំអាចឆ្លើយដោយខ្លីថាយើងស្រាវជ្រាវទៅត្រឹមតែជាការជូនដំណឹងលើ Facebook តែផ្លូវការទៅតុលាការយុតិធម៌អន្តរជាតិយ៉ាងណានោះខ្ញុំអត់ហ៊ានឆ្លើយទេខ្ញុំហ៊ានឆ្លើយត្រឹមថាយើងស្រាវជ្រាវអស់ហើយអត់មានឃើញអីទាំងអស់ប៉ុន្តែរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23យើងខ្ញុំធ្វើពិតមែនយើងរៀបចំក្រុមការងារច្បាស់លាស់ហើយអ្នកប្រតិបត្តិការងារហ្នឹងគឺលោកសំអានគាត់បានរៀបចំនិងមានអ្នកជំនាញនយោបាយការទូតខ្មែរហើយនឹងមេធាវីអន្តរជាតិមួយចំនួនទៀតកំពុងតែចាត់ការរឿងហ្នឹងហើយពិនិត្យមើលវិធីផ្ដាំដែលអាចមានប្រសិទ្ធភាពខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋណាប្រសិនបើយើងត្រួតត្រាលើទឹកដីនៃប្រទេសកម្ពុជាធានាប្រសិទ្ធភាពហ្មងប៉ុន្តែគ្រាន់តែថាអ្វីដែលយើងបារម្ភយើងអត់លាក់បាំងប្រជាពលរដ្ឋខ្មែរទេដោយសារយើងនៅក្រៅទេបើយើងនៅត្រួតត្រាលើទឹកដីប្រទេសកម្ពុជាដោយរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនបច្ចុប្បន្នណាធានាថាអត់មានបញ្ហាអ្វីទេទឹកដីព្រំដែននោះយើងមិនខ្លាចបរទេសជិតខាងឈ្លានពានឡើយមូលហេតុអីបានជាមិនខ្លាចពីព្រោះពេលដែលបរទេសឈ្លានពាននឹងហើយគឺជាឱកាសផ្ដឹងស្រួលបំផុតឃើញជាក់ស្ដែងហ្មងប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញរបបក្រុមគ្រួសារហ៊ុនគេឈ្លានពានអត់ផ្ដឹងហើយអើជាមួយគេនោះអង្អែលការឈ្លានពានរបស់គេដើម្បីបិទបាំងអក្រិតកម្មឆ្លងដែនអន្តរជាតិដែលមានក្រុមគ្រួសារហ៊ុនជាមេបណ្ដាញទៅទៀតសំណួរទី3គាត់ឲ្យខ្ញុំប្រាប់មើលតើស្ថាបនិករបស់ Prince Group នៅឯណា
បងខ្ញុំជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដឹកនាំដោយលោកសំរងស៊ីបើសួរតាក់ទងនឹងលោកសំរងស៊ីខ្ញុំអាចឆ្លើយច្បាស់ប៉ុន្តែបើសួរតាក់ទងនឹង Prince Group ខ្ញុំពិបាកឆ្លើយប៉ុន្តែខ្ញុំគ្រាន់តែជូនជាគំនិតតិចតួចដែលខ្ញុំបានដឹងទេគំនិតទី1ពិបាកចាប់ Gen Z ដែលជាមេស្ថាបនិក Prince Group ខ្លាំងណាស់ពីព្រោះតាមខ្ញុំស្រាវជ្រាវមិនមែនខ្ញុំស្រាវជ្រាវអីទេគឺខ្ញុំបានដឹងព័ត៌មានទេមិនមែនស្រាវជ្រាវអីលម្អិតទេដឹងព័ត៌មានមកថា Gen Z នឹងមានប៉ាសពតមិនតិចជាង100ទេប៉ាសពតចិនផងប៉ាសពតខ្មែរផងឈ្មោះហ្នឹងគេប្រើពាក្យថាមិនតិចជាង100ទេដូច្នេះអ្នកចាប់វិញនឹងចាប់របៀបណាទេហើយបើនៅកម្ពុជាហ៊ុនសែនមិនឲ្យចាប់ទៀតមិនដឹងថាចាប់របៀបម៉េចពិបាកចាប់គេអាចចាប់បាននៅថ្ងៃក្រោយប៉ុន្តែពិបាកហើយមួយវិញទៀតអាចទៅដល់ប្រទេសមួយចំនួនដែរប្រទេសដែលទៅដល់ហើយគេបិទទ្វារមិនឲ្យមានការស៊ើបអង្កេតដូចជាប្រទេសនៅអឺរ៉ុប Cyprus អីចឹងលោកសីវណ្ណលីអាចដឹងរឿងហ្នឹងពីព្រោះគាត់សិក្សាផ្នែកទំនាក់ទំនងអន្តរជាតិអីគាត់អាចដឹងច្រើនគេអាចទៅដល់ប្រទេសនោះហើយគេបិទទៅយើងមិនអាចទៅស្រាវជ្រាវដឹងដូចនេះយើងមិនដឹងច្បាស់យើងអត់ដឹងច្បាស់ទេខ្ញុំសូមបញ្ជាក់តែប៉ុណ្្នឹងបាទម៉ោងកាន់តែច្រើនទៅហើយប៉ុន្តែសុំទោសឲ្យមានអ្នកនៅតែសរសេរសារមកច្រើនណាស់ខ្ញុំសូមអានសារតែមួយទេសុំទោសលោកអ្នកស្ដាប់ផងដែរដែលបញ្ជូនសារមកច្រើនប៉ុន្តែខ្ញុំសូមអានតែមួយជាចុងក្រោយតែក៏សូមឆ្លើយយ៉ាងខ្លីដែរទីដែរតែម៉ោងច្រើនណាស់ហើយសំដួលនេះគឺពីលោកហងហេងគាត់សរសេរមកហើយគាត់សួរទៅលោកកឹមសុខផ្ទាល់តែម្ដងថាបើលោកសំរងស៊ីបានបង្កើតរដ្ឋាភិបាល$23ហើយហេតុអីក៏មិនសុំអន្តរជាតិឲ្យជួយអន្តរាគមន៍ទៅលើប្រទេសថៃដែលឈ្លានពានកម្ពុជាយ៉ាងខ្លីលោកដែរតែពេលវេលាខ្លីមែនទែនហើយច្រើនមែនទែនហើយយើងកំពុងតែធ្វើរឿងហ្នឹងហើយក្រុមការងារការបរទេសដឹកនាំដោយអ្នកស្រីថិតកំហុតក៏បានរៀបចំបញ្ជូនឯកសារមួយចំនួនហើយនឹងលិខិតរបស់យើងទៅហត្ថលេខីដែលមានឥទ្ធិពលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដូចជាអាមេរិកបារាំងជប៉ុនឥណ្ឌូនេស៊ីប្រទេសមួយចំនួនទៀតដែលយើងយល់ឃើញថាមានឥទ្ធិពលក្នុងការសម្របសម្រួលបញ្ហាកម្ពុជាអ្នកស្រីទឹកកំហ៊ុនបានធ្វើកិច្ចការនឹងហើយលោកសំរងស៊ីក៏បានធ្វើកិច្ចការនឹងដោយផ្ទាល់នៅពីក្រោយឆាកលើកិច្ចព្រមព្រៀងជាអន្តរជាតិមួយចំនួនដើម្បីជំរុញគេដែរដូច្នេះយើងកំពុងតែធ្វើមិនមែនមិនធ្វើទេប៉ុន្តែគ្រាន់តែថាយើងមិនបានផ្សាយឲ្យទូលំទូលាយតែប៉ុណ្ណឹងបាទអរគុណលោកទាំងពីរអរគុណច្រើនមែនទែនហើយលោកទាំងពីរក៏នឹងខ្ញុំសូមអញ្ជើញឡើងជាថ្មីម្ដងទៀតនៅថ្ងៃខាងមុខនេះរឿងនេះក៏ទាមទារឲ្យមានការបកស្រាយទាមទារឲ្យមានការវិភាគច្រើនដូច្នេះសូមអរគុណលោកទាំងពីរតែប៉ុណ្ណេះហើយសូមជម្រាបលាបាទជំរាបលាបាទលោកនាងកញ្ញាជាទីមេត្រីមកដល់ត្រឹមនេះខ្ញុំបាទក៏សូមអរគុណលោកនាងកញ្ញាដែលតាមដានការផ្សាយរបស់យើងស្អែកនេះខ្ញុំបាទនឹងវិលមកជួបលោកនាងជាថ្មីម្ដងទៀតបាទសម្រាប់ពេលនេះសូមអរគុណនិងសូមជម្រាបលារីត្រីសុស្ដីកៅឆាយគឺថៃបានបាញ់មកលើកម្ពុជា3ដងបង្ហាញឲ្យឃើញថាសៀមកំពុងតែដើរចូលអន្ទាក់យុទ្ធសាស្ត្ររបស់សម្ដេចតេជោហើយណាចូលអន្ទាក់របស់សម្ដេចតេជោហើយនៅក្នុងគណៈដែលសៀមបានបាញ់មកលើកម្ពុជា3ដងសៀមបានផ្សាយនៅព័ត៌មានភូតកុហកថាបានដឹងអំពីចលនានៃកងរថក្រោះកម្ពុជានៅក្នុងខេត្តនៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យដែលសៀមគេថាខាងកម្ពុជាហ្នឹងចល័តឬក៏ធ្វើសកម្មភាពរថក្រោះនៅក្នុងក្រុងសំរោងនៅឯមន្ទីរពេទ្យសៀមបានផ្សាយអំពីសៀមបានផ្សាយអំពីអ្វីដែលសៀមហៅថាទាហានសៀមរបួសហើយសៀមបានផ្សាយទៀតថាមានការភៀសខ្លួនរបស់អ្នកស្រុកនៅខាងកម្ពុជាជាដើមលក្ខណៈការដែលប្រឹងប្រែងនិយាយនេះគឺធ្វើឲ្យសៀមធ្លាក់ចូលក្នុងអន្ទាក់របស់លោកហ៊ុនសែនហើយតើលោកហ៊ុនសែននឹងវាយខ្ចប់សៀមឬយ៉ាងណានេះគឺជាចំណុចមួយដែលយើងនឹងតាមដានទៅកាន់ថ្ងៃស្អែកទៀតគឺថ្ងៃច័ន្ទនឹងជាចំណុចមួយបានសេចក្តីថា
ថានការកម្ពុជាថៃមួយជំហានដើរទៅមុខ3ជំហានដើរថយក្រោយបើស្ថានភាពនៃកម្ពុជានិងថៃមួយជំហានទៅមុខ3ជំហានថយក្រោយសន្តិភាពនៅឆ្ងាយមែនតើក្រោយពីការចុះហត្ថលេខាថ្ងៃទី26ខែតុលាឆ្នាំ2025ពីបទឈប់បាញ់គ្នាបន្តបង្ហាញឲ្យឃើញថាវិវាទរវាងថៃនិងលោកហ៊ុនសែនមិនចប់ទេសន្តិភាពនៅឆ្ងាយណាយើងតាមដានតទៅទៀតខ្ញុំមិនមានអ្វីធំដុំទេគ្រាន់តែដាក់ឈ្មោះអត្ថបទនេះថាទំនងដូចជាសៀមកំពុងតែដើរចូលអន្ទាក់លោកហ៊ុនសែនហើយលោកហ៊ុនសែននឹងមានព្រៀបលើឆាកអន្តរជាតិព្រៀបទី1គឺសៀមបានបាញ់មកលើជនស៊ីវិលខ្មែរនៅឯឃុំអូបាយ័នអន្ទាក់ទី2គឺសៀមថ្ងៃនេះទី7ខែធ្នូឆ្នាំ2025បានបាញ់មកលើខ្មែរចំនួន3ដងដែលជាចំណុចមួយចូលអន្ទាក់របស់លោកហ៊ុនសែនហើយបែស្មងគីតាមភូមិខ្ញុំមេភូមិដើរស្រង់សតិតិគ្រប់អាយុចូលធ្វើទាហានមិនដឹងធ្វើយ៉ាងម៉េចកិច្ចបានទេលោកតាក្មេងគ្រប់អាយុធ្វើទាហានច្រើនណាស់ចៅដូច្នេះគេមិនយកទាំងអស់ទេកុំភ័យគេមិនយកក្មេងដែលគ្រប់អាយុទាំងអស់ចូលធ្វើទាហានតែម្ដងទេពួកក្មេងច្រើនណាស់នៅស្រុកយើងវាសម្បូរក្មេងណាកូនអញ្ចឹងយើងមិនសូវជាភ័យអីប្រហែលទេយើងមិនភ័យអីប្រហែលទេកូនណាយើងមិនភ័យអីប្រហែលទេអានេះនិយាយតាមតាគិតណាពីព្រោះខ្មែរយើងនៅកម្ពុជាសប្តាហ៍ថ្ងៃសម្បូរក្មេងណាស់មនុស្សដែលគ្រប់អាយុធ្វើទាហានច្រើនណាបាទលើកលែងតែរឿងមួយទេលើកលែងតែរឿងមួយថាកូនអ្នកមានគេសោកគេប៉ាន់ទៅអត់មានណាហៅធ្វើទាហានហើយយើងអ្នកក្រគេយកធ្វើទាហានអានឹងខ្លាចតែប៉ុណ្្នឹងទេណាកូនខ្លាចតែប៉ុណ្្នឹងទេ Good morning រ៉ាដា Mary Lee សួស្ដីបាទនៅក្នុងភាគនេះខ្ញុំទទួលសំណួរបាទសៀមម៉ៃយើងឮសូវអញ្ចឹងដែរតែខ្ញុំគ្មានអ្វីនឹងអធិប្បាយច្រើនទេដូច្នេះហើយគឺទទួលសំណួរពីប្រិយមិត្តបើមាននឹងស្រាយជូនបាទនឹងស្រាយជូនខ្ញុំគ្មានយោបល់អីច្រើនទេណាបាទចាំដាគុណនៅខាងអាល្លឺម៉ង់គេឲ្យក្មេងប្រុសចូលទាហានដែរពូគ្រប់អាយុគឺត្រូវធ្វើទាហាន1ឆ្នាំ2ឆ្នាំហ្នឹងគេហៅកំណែនទួទៅអាហ្នឹងកំណែនទួទៅនៅស្រុកអាមេរិកកំណែនមានរហូតមានរៀងរាល់ឆ្នាំកំណែនតែគេអត់តម្រូវឲ្យចូលធ្វើទាហានទេគេគ្រាន់តែឲ្យចោះឈ្មោះពីព្រោះបើគេត្រូវហៅគេហៅបើគេមិនហៅទេអត់ទេរឿងក្មេងចូលចិត្តមិនចូលចិត្តវាជាកាតព្វកិច្ចហើយធ្វើទាហានអាល្លឺម៉ង់សប្ងាយអត់មានសង្គ្រាមទេណាជួនកាលទៅវាជួយឲ្យកូនយើងរឹងប៉ឹងខុសគ្នាណាចិន្តាចំពោះពូខុសគ្នាអាហ្នឹងយើងវាខុសគ្នាណាកូនណាក្មួយចំពោះពូកូនធ្វើទាហានពូសប្បាយចិត្តព្រោះពូជាទាហានអញ្ចឹងពូទាំងកូនស្រីកូនប្រុសធ្វើទាហានគឺជាសប្បាយចិត្តបាទហើយក៏ចង់ឲ្យធ្វើទាហានពីព្រោះកូនពូដែលទៅធ្វើទាហានចេញពីទាហានមកវិញរឹងប៉ឹងមីងមានក្មួយធ្វើទាហានចេញមកវិញរឹងប៉ឹងអាហ្នឹងវាអញ្ចឹងណាខុសគ្នាចិត្តយើងជាម្ដាយជាឪពុកខុសគ្នាខ្ញុំពេញចិត្តឲ្យកូនខ្ញុំធ្វើទាហានបាទធ្វើទាហាន1ឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំហើយចាំចុះវិញហើយការចូលធ្វើទាហាននៅសហរដ្ឋអាមេរិកនេះបើសិនជាយើងចេះរកឱកាសយើងក៏អាចនឹងប្រើប្រាស់អតីតភាពជាទាហានហ្នឹងដើម្បីរៀនដោយមិនបង់ថ្លៃសាលាទេនៅអាល្លឺម៉ង់ប្រហែលជាថ្លៃសាលាមិនដឹងយ៉ាងម៉េចទេប៉ុន្តែនៅស្រុកអាមេរិកថ្លៃសាលាថ្លៃណាស់អញ្ចឹងចំពោះក្មេងដែលចូលធ្វើទាហានអាចនឹងយកកម្មវិធីកងទ័ពរៀនសាលាខ្លះដែលមិនចាំបាច់បង់ថ្លៃសាលានឹងមួយទៀត
ប្រើប្រាស់សេវាកម្មសុខភាពរបស់ទាហានដោយមិនចាំបាច់បង់ប្រាក់ច្រើនទេបាទអាហ្នឹងអញ្ចឹងបាទនៅខាងនោះវាអញ្ចឹងហើយអាហ្នឹងខុសៗគ្នាជីវិតខុសៗគ្នាណាកូនណាខុសៗគ្នាម្ដាយឪពុកយល់ខុសៗគ្នាអូខេ Lastly ណាចូលទាហានមិនតាន់កូនអ្នកមានទេលោកតាហើយកុំភ័យថាគេបង្ខំចូលបានតតែមានលុយឲ្យគេអរគុណកូនអរគុណដែលជួយប្រាប់បាទ Soul pair លោកលន់ណុនប្អូនលន់ណុលមានគំនិតចង់ធ្វើឃាតព្រះបរមរតនកោដ្ឋពិតទេលោកតាអត់ទេនរណាដែលនិយាយរឿងនោះជារឿងដែលគេប្រឌិតក្រោយមកទេរឿងហ្នឹងណាលន់ណុនមិនមែនជាមនុស្សវ័យឆ្លាតទេលន់ណុនគាត់មិនមែនជាមនុស្សវ័យឆ្លាតទេតាំងពីគាត់នៅរៀនរហូតដល់គាត់តាំងពីគាត់នៅរៀនរហូតដល់គាត់ចាញ់ធ្វើរាជការលោកលន់ណុនមិនមែនជាមនុស្សឆ្លាតទេលោកលន់ណុនជាមនុស្សម្នាក់ដែលគាត់ក៏មិនខូខើអីពេកដែរតែគាត់មិនមែនជាមនុស្សឆ្លាតទេអ្វីដែលកើតឡើងនៅក្នុងពេល5ឆ្នាំនោះរហូតមកដល់ថ្ងៃនេះមនុស្សចាស់ទាំងឡាយដែលចងចាំអំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅឆ្នាំ70មកដល់75ស្លាប់ចិត្តអស់ហើយអញ្ចឹងកំណាត់នៃប្រវត្តិសាស្ត្រសាធារណរដ្ឋខ្មែរវាត្រូវបាត់បង់ណាធីណាឆៃនិយាយអីចឹងបានប៉ុន្តែបើយើងនិយាយខ្មែរទាំងអស់បូកនឹងខ្ញុំផងដែលនៅរស់សប្តាហ៍នេះតើមានខ្មែរណាមួយវាយឈ្នះយួនទេបូកហ៊ុនសែនបូកអីទាំងអស់បូកទាំងខ្ញុំអីចម្លើយថាអត់មានខ្មែរណាវាយឈ្នះយួនទេអញ្ចឹងយើងសួរខ្លួនឯងថាមកពីយើងមិនឆ្លាតទើបបានវាយមិនឈ្នះយួនមកយើងងងអត់ទេកូនមិនមែនមកពីរឿងឆ្លាតឬល្ងងវាយឈ្នះយួនទេគឺយើងគ្មានឯកភាពជាតិគ្មានគោលដៅជាតិយើងគ្មានឯកភាពគ្មានគោលដៅជាតិអញ្ចឹងហើយបានយើងវាយមិនឈ្នះយួនណាដោយគ្មានឯកភាពជាតិគ្មានគោលដៅជាតិយើងមិនអាចនឹងកសាងបាននៅកងទ័ពដែលយើងវាយទប់មួយយួនបានណាអត់ថងហ្នឹងទេកូនណាដូច្នេះកាលណាកូនឯងនិយាយថាអូលន់ណុនគាត់មិនឆ្លាតបានជាគាត់ចាញ់យួនមែនទេតបរបស់លន់ណុនសូវបានវាយយួនទេកូនអត់បានវាយយួនទេតបរបស់លន់ណុនសូវបានវាយយួនទេចិត្តកងពលរបស់លន់ណុនមានតែហ៊ានច្រើនជាងគេមានអាវុធច្រើនជាងគេប៉ុន្តែមិនដែលបានវាយយួនច្រើនទេអត់បានវាយទេណាកូនណាហើយក៏មិនបានវាយខ្មែរក្រហមដែរអាហ្នឹងអញ្ចឹងអូខេណាត្រឡប់មកលន់ណុនវិញរឿងចង់ធ្វើឃាតសីហនុមិនពិតទេណារ៉ាស្លីប៉ុលពតជាមិត្តភក្តិចិត្តដិតជាមួយនឹងលន់ណុនហើយលន់ណុននេះមានមិត្តភក្តិច្រើនណាស់ដែលជាខ្មែរក្រហមគឺជាពួកដែលរៀននៅសាលាកំពង់ចាមជាមួយគ្នាជាពួកដែលរៀននៅសាលាកំពង់ចាមជាមួយគ្នាអញ្ចឹងគាត់មានមិត្តភក្តិច្រើនពួកខ្មែរក្រហមមុននឹងចាញ់ពីភ្នំពេញទៅព្រៃតែងតែមកលាគាត់បើតាមសម្ដីគាត់និយាយខ្មែរក្រហមណាក៏ដោយដែលរៀននៅកំពង់ចាមហើយនៅភ្នំពេញធ្វើគ្រូមុននឹងទៅចូលព្រៃតែងតែប្រាប់គាត់ហើយគាត់មិនដែលទៅរករឿងពួកម៉ាគាត់ទេការវិលត្រឡប់ទៅវិញរបស់លោកលន់ណុនក្រោយពីអាមេរិកាំងបបួលឲ្យចាញ់មកក្រៅប្រទេសហើយអាមេរិកាំងបានជូនដំណើរលន់ណុលនិងអង្គទូរ៉ារបស់គាត់ឲ្យដើរមើលស្រុកទេសគេនៅអាមេរិកនេះអស់ជាច្រើនខែចុងក្រោយឆ្នាំ74លន់ណុលដូចជាបាត់មុខជាងមួយឆ្នាំ
ពួកគាត់នៅក្រៅក៏ដើរលេងអាមេរិកចាញ់លុយឲ្យទាំងអស់ឲ្យគាត់ទៅមើលនេះមើលនោះអីសពគ្រប់ដល់ហើយទៅគាត់ក៏ត្រឡប់ទៅវិញអាមេរិកអត់បានឲ្យគាត់ត្រឡប់ទៅវិញទេតែគាត់វិលទៅវិញឆ្នាំដូចឆ្នាំ74គាត់វិលទៅវិញហើយពេលដែលគាត់វិលទៅវិញហ្នឹងគាត់ក៏ខុបខិតជាមួយនឹងមន្ត្រីសាធារណរដ្ឋខ្មែរមួយចំនួនហ្នឹងបង្កើតបានជារដ្ឋប្រហារផ្ទៃក្នុងរុញឲ្យបងប្រុសរបស់គាត់លន់នល់ហ្នឹងចាញ់ពីប្រទេសកម្ពុជាថ្ងៃទី1ខែមេសាសូមទោសខ្ញុំទៅបាត់ទ្វេនតិចឆ្កែវាស្រែកដូច្នេះលោកលន់នន់គាត់ជាអ្នកខុបខិតធ្វើរដ្ឋប្រហារស្ងាត់ស្ងៀមនៅក្នុងខ្មែរសាធារណរដ្ឋខ្មែរបោកបញ្ឆោតឲ្យបងប្រុសគាត់លោកលន់នល់សក់ចិត្តចាក់ចេញពីប្រទេសកម្ពុជានៅថ្ងៃទី1ខែមេសាឆ្នាំ75 16ថ្ងៃក្រោយមកខ្មែរក្រហមយកភ្នំពេញការវិលត្រឡប់ទៅស្រុកវិញរបស់លោកលន់នន់គឺទៅខុបខិតជាមួយខ្មែរក្រហមឧត្តមសេនីយ៍និងមេដឹកនាំខ្មែរមួយចំនួននៃរបបសាធារណរដ្ឋខ្មែរបានខុបខិតជាមួយខ្មែរក្រហមហើយមួយចំនួនក៏ត្រូវខ្មែរក្រហមសម្លាប់ចោលដោយសារតែខ្លួននឹងត្រូវគ្នាជាមួយខ្មែរក្រហមមេរៀនបែបនេះហើយដែលខ្ញុំអត់ត្រឡប់ទៅរស់នៅប្រទេសកម្ពុជាវិញកុំថាឡើយខ្ញុំមានមិត្តភក្តិជិតស្និទ្ធប៉ុណ្ណាខ្ញុំមិនត្រឡប់ទៅវិញទេកុំនេះមិនដែលយកយល់មិត្តភក្តិទេហ្នឹងសម័យមុនណាចុះសម័យឥឡូវដូចគ្នាអញ្ចឹងលោកលន់នន់គាត់ទៅជាប់ហើយបានត្រូវខ្មែរក្រហមសម្លាប់គឺដោយសារតែគំនិតនយោបាយរបស់គាត់វិលទៅវិញអាមេរិកអត់ឲ្យគាត់ទៅវិញទេឲ្យគាត់នៅហែងអៅនៅខាងក្រៅឲ្យគាត់នៅអាមេរិកជូនគាត់ដើរលេងច្បាស់បាទជូនគាត់ដើរលេងច្បាស់ប៉ុន្តែគាត់មិនសក់ចិត្តគាត់ទៅវិញគាត់ទិញផ្ទះទិញអីទុកឲ្យពន្ធគាត់នៅនឹងហើយលន់នន់នេះណាសម័យហ្នឹងគេថាគាត់ពុកលួយចេះពុកលួយចុះវាលួយកាក់ទិញទួយទេមិនដូចឥឡូវទេលុយកាក់ទិញទួយសំបីតែលន់ណុលនេះណាក៏លន់ណុលទទួលបានលុយដែរតែក្រោយមកមានលោកសូកំខូយអីនិយាយថាធ្វើម៉េចឲ្យលន់ណុលចាក់ចេញពីប្រទេសដោយoffer លន់ណុល$1 លានអីហ្នឹងខ្ញុំឃើញនៅក្នុងទំព័រសារព័ត៌មានអាមេរិកហើយរហូតដល់ប្រជាជនអាមេរិកខ្លះស្អប់លោកលន់ណុលអីថាលោកលន់ណុលជាវីរៈជនមហាពុកលួយអីលោកលន់ណុលអត់មានលុយទេក្រៅពីលុយ$1 លានហ្នឹងអត់មានលុយទេហើយគាត់ក្រោយពីអាមេរិកថែទាំគាត់មួយរយៈទៅជីវភាពរបស់លោកលន់ណុលមិនសូវល្អទេរហូតដល់គាត់ស្លាប់ឆ្នាំ1985ចំណែកឯគ្រួសាររបស់លន់ណុលធ្លាប់នៅនឹងរដ្ឋខ្ញុំនេះតែឥឡូវឈប់ហើយគាត់ទៅនៅ DC គាត់មិនមានជីវភាពអីមានលុយមិនកាក់អីអស់ចាអីទេអត់ទេអង្គើពុកលួយមាននៅក្នុងសាធារណរដ្ឋខ្មែរប៉ុន្តែលុយកាក់មិនមែនដូចឥឡូវទេមនុស្សមិនសូវមានទេមិនសូវមានលុយកាក់សម្បូរហេទេស៊ីផាក់ពុកលួយអីធម្មតាអញ្ចឹងប៉ុន្តែចំនួននោះវាអត់មានអ្នកណាមានលុយ$1 លានទេអត់ណាបាទអត់មានទេអញ្ចឹងសរុបមកលោកលន់ណុនវិលទៅស្លាប់ក្នុងអន្ទាក់របស់មិត្តភក្តិគាត់ទេបាទតែប៉ុណ្ណឹងទេណាហើយចំណែកបងប្រុសគាត់លោកលន់ណុលមួយពូជរបស់លោកលន់ណុលឬសូថាមានកូនស្រីម្នាក់បានប្តីអាមេរិករស់នៅដោយសុខសាន្តចំណែកកូនប្រុសដូចជាគ្មានអ្នកណាមួយជោគជ័យទេ
ប្រពន្ធលោកលន់នល់ក្រោយហ្នឹងស្លាប់ហើយពេលគាត់ស្លាប់ហ្នឹងឮសូរថាកំសត់បន្តិចដែរអត់មានស្អីជីវភាពអីក៏មិនធូរធារដែរណាឮសូរថាគេបញ្ចុះសពប្រពន្ធហ្នឹងនៅជាមួយនឹងលោកលន់នល់ភ្នូគាត់មិនដឹងពិតមិនពិតទេតែស្លាប់ហើយជីវិតចុងក្រោយរបស់ជំទាវហ្នឹងក៏មិនមានជីវិតល្អទេកូនប្រុសរបស់លន់នល់មិនមានអ្នកណាម្នាក់ជោគជ័យទេមានតែកូនស្រីមួយដែលរៀបការនៅអាមេរិករស់នៅដោយសុខសាន្តនៅអាមេរិកប៉ុណ្ណឹងនេះគឺតកតងនឹងលោកលន់នល់គ្រួសារលោកលន់នល់កូនចៅធំធាត់នឹងសេចក្តីកាក់កបតែមិនចាញ់មុខចាញ់មាត់អីទេពីដើមរស់នៅរដ្ឋខ្ញុំរស់នៅនេះហើយក្រោយមកទៅនៅ Washington DC ហើយឥឡូវមិនដឹងទៅនៅណាទេឬគាត់នៅរស់ឬយ៉ាងណាខ្ញុំអត់ដឹងនេះខ្ញុំមិនដែលឃើញគាត់ទៀតទេណាតែកូនចៅដូចជាបានសុខសប្បាយហើយខ្ញុំក៏មិនស្គាល់អស់ដែរនឹងលោកលន់នល់អូនរបស់លោកលន់នល់ម្នាក់គឺលោកលន់កេនប្រហែលជាគាត់ស្លាប់ហើយគាត់ចាស់ហើយគាត់នៅបារាំងគាត់មិនដែលតាក់ទងនយោបាយគាត់ធ្វើកិច្ចការជាមួយអង្គការអន្តរជាតិអីណាបាទហ្នឹងលោកលន់កេនអញ្ចឹងបាននិយាយពីគ្រួសារលោកលន់នល់អស់ហើយលោកលន់នល់ជាមនុស្សទទួលថ្មបាក់ពីសម្ដេចសែនហ្នឹងអញ្ចឹងណាបាទយីឆាន់តាំងពីយួនកកើតប្រទេសវាមកទាំងខាងជើងទាំងខាងត្បូងគឺយើងអត់ដែលណាយើងអត់ដែលមានប្រៀបអីលើវាទេអូខេអត់ដែលទេណា